ក្នុងនាមជាអាជ្ញាធរមូលដ្ឋានការថែរក្សាការពារសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននិងសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺជាកាតព្វកិច្ចមួយដែលលោកត្រូវខិតខំប្រឹងប្រែងបំពេញទាំងថ្ងៃទាំងយប់ធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានភាពកក់ក្ដៅនិងមានទំនុកចិត្តខ្ពស់មកលើអាជ្ញាធរមូលដ្ឋានបងប្អូនប្រិយមិត្តជាទីមេត្រីក្រមការចង្អុលបង្ហាញអំពីលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងស្ដីពីការចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថានសុវត្ថិភាពចរាចរណ៍តាមដងផ្លូវឲ្យរឹតតែប្រសើរជាងមុនជាពិសេសក្នុងការការពារដើមឈើដែលដុះស៊ុបទ្រុបបែកមែកអាចបណ្ដាលឲ្យមានការដួលបាក់រលំដោយចៃដន្យនិងអាចនាំឲ្យបាំងស្តុបភ្លើងសញ្ញាចរាចរណ៍ផងនោះនារសៀលថ្ងៃអាទិត្យទី17ខែឧសភាឆ្នាំ2026លោកមាសសម្បូរប្រធានសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកងតំណាងឲ្យលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងបានដឹកនាំបងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់ត្រួតពិនិត្យដែលស្ថិតតាមបណ្ដោយផ្លូវសំខាន់ទូទាំងមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូល 1. តូបលក់ដូររបស់បងប្អូនអាជីវករ 2. ការដាក់របស់របរនៅខាងមុខផ្ទះមានដូចជាកំទេចកាកសំណល់សម្រាមផើងផ្កានិងសាងសង់ចូលផ្លូវអ្នកថ្មើរជើងដែលធ្វើឲ្យផ្លូវរួមតូចបង្កការកកស្ទះរំខានដល់ការធ្វើចរាចរណ៍ 3. ត្រួតពិនិត្យដើមឈើដែលបែកមែកសាខាបណ្ដាលឲ្យបាំងសញ្ញាចរាចរណ៍និងអាចបង្កហានិភ័យផ្សេងដល់អ្នកធ្វើដំណើរជាចុងក្រោយនេះលោកមាសសម្បូរប្រធានសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកងតំណាងឲ្យលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងលោកបានស្នើសុំដល់អាជីវករទាំងអស់ដែលកំពុងតែប្រកបអាជីវកម្មតាមចិញ្ចើមផ្លូវនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃទឹកដីខណ្ឌបឹងកេងកងទាំងមូលសូមមេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់លោកដើម្បីឲ្យទឹកដីនៃមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូលមានសណ្ដាប់ធ្នាប់អនាម័យបរិស្ថានល្អស្អាតនិងមានសុខ